ការដែលយើងធ្វើមុននេះខ្ញុំចំណាយពេលវេលាគិតជួរខែយូរថ្ងៃហ្នឹងមិនបានធ្វើបុណ្យចម្រើនបច្ចុប្បន្នបច្ច័យ4និងតេកណានុបទាននេះដល់កិច្ចអីហគេញាតិញោមកិច្ចនេះគឺកិច្ចគេហៅថាតេកណានុបទានឆ្លងនៅក្នុងកម្មវិធីបុណ្យដោយប្រពន្ធលោកសំដែងអញ្ចឹងណាវិរិយអ្នកតុខមច្ឆេតិប្រពន្ធលោកសំដែងថាម៉េចថាសត្វទាំងឡាយទាំងពួងដែលអាចឆ្លងនៅសេចក្តីទុក្ខនេះបានដោយសេចក្តីការព្យាយាមញាតិញោមព្យាយាមនេះតាំងពីម្សិលញាតិញោមសូត្រធម៌រហូតប្រកេនចង្ហាន់លោករហូតប៉ុណ្ណាដោយលោកគ្រូអាចារ្យនៅខាងទឹកដីភូមិកក់ហើយនឹងជួយមកលោកគ្រូអាចារ្យផ្សេងមកញាតិញោមអញ្ចឹងការឆ្លងសទ្ធានៅក្នុងថ្ងៃនេះចឹងញាតិញោមពុទ្ធបរិស័ទបានយល់ហើយប៉ុណ្ណាគឺដោយសារតែយើងមានជំនឿការជឿនៅក្នុងបុណ្យបាបប៉ុណ្ណាឥឡូវនេះយើងឃើញញាតិញោមប្រទេសជាតិរាល់ថ្ងៃនេះកំពុងតែសង្គ្រាមណាសង្គ្រាមទាំងការបាញ់ការសម្លាប់គ្នាហើយដល់បច្ចុប្បន្ននេះឥឡូវនេះសង្គ្រាមធម្មជាតិទៀតបងចឹងអ្នកដែលមានបុណ្យគឺមានជីវិតរស់នៅដល់ប្រសើរអ្នកដែលមានបុណ្យគឺរស់នៅចំប្រទេសតែគេហៅថាសន្តិភាពមែនទេញាតិញោមប្រទេសមានស្លាប់មនុស្សច្រើននិងបុគ្គលដែលកើតនៅប្រទេសនោះបើតាមធម៌ពុទ្ធលោកថាបុគ្គលដែលមានកម្មកើតចំប្រទេសដែលមានណាគ្រោះទុរភិក្សប៉ុណ្ណាដល់យើងនេះជាអ្នកមានបុណ្យចឹងយើងកើតចំប្រទេសសម្បូរសបាយទេញាតិញោមសបាយអត់ញោមយូនកូនធ្វើបុណ្យចឹងគ្រូចាល្អណាស់ប៉ុណ្ណាបានដឹកនាំយ៉ាងប្រពៃល្អភាសាថ្លៃថ្លាចឹងខ្ញុំកណាចង់បញ្ជាក់ញាតិញោមពុទ្ធបរិស័ទប៉ុណ្ណាហើយចឹងញាតិញោមការបរិច្ចាគគឺហៅថាសេចក្តីកំណាញ់មច្ឆារយៈនេះតើញាតិញោមមានចិត្តស្ដាយទេធ្វើបុណ្យនេះញាតិញោមស្ដាយទេញាតិញោមថាអត់ស្ដាយទេអ្វីដែលមិនស្ដាយហ្នឹងគឺជា